សួស្តីនិងគោរពជំរាបសួរដល់អ្នកចូលចិត្តស្ដាប់រឿងខ្មោចឬដំណើររឿងខ្មោចទាំងអស់គ្នាឬជាប្រិយមិត្តដែលចូលចិត្តស្ដាប់ឬសម្ដាប់ទាំងឡាយថ្ងៃនេះខ្ញុំបាននិទានសំនៀងខ្មែរបានលើកមកនៅដំណើររឿងខ្មោចដែលតាក់ទងនឹងរឿងកោះតុក្កតាឬក៏គេហៅថា The Island of the Doll ហើយកុំឲ្យរងចាំយូរសូមបងប្អូនរីករាយស្ដាប់ដូចតទៅកោះតុក្កតាមានទីតាំងនៅភូមិភាគខាងត្បូងនៃទីក្រុងមីស៊ីកូចន្លោះប្រឡាយស៊ូជីមីកូដែលវាល្បីល្បាញថាជាកន្លែងដែលគួរឲ្យខ្លាចបំផុតមួយនៅក្នុងពិភពលោកកោះនេះត្រូវបានគ្របដណ្ដប់ដោយក្បាលនិងត្រូវបានកាត់ផ្ដាច់នឹងដងខ្លួនដែលត្រូវបានកាត់ជាដុំនៃតុក្កតាដ៏ចាស់ជរាដែលគួរឲ្យខ្លាចបំផុតហើយតុក្កតាទាំងនោះត្រូវបានព្យួរនៅលើមែកឈើដែលភ្នែករបស់កញ្ចក់តុក្កតាទាំងនោះបានសម្លឹងទៅមើលអ្នកដែលដើរកាត់នៅកន្លែងទីនោះហើយនៅពេលយប់អ្វីដែលគួរឲ្យកាន់តែខ្លាចនិងមានសម្លេងរំខានបន្ថែមទៀតគឺមនុស្សមួយចំនួនអះអាងថាតុក្កតាទាំងនោះងាកក្បាលនឹងលើកដៃហើយបើកភ្នែករបស់ពួកវាហើយអ្នកផ្សេងទៀតនិយាយថាពួកគេធ្លាប់ឮតុក្កតាទាំងនោះនិយាយសឹកសៀវដាក់គ្នាទៅវិញទៅមកនៅក្នុងសភាពងងឹតតមកក៏លេចរឿងរ៉ាវមួយចំនួនរបស់លោកDon Julian Santana ហើយកាលពីឆ្នាំមុនគាត់បានទៅរស់នៅម្នាក់ឯងនៅលើកោះតុក្កតាមួយនេះហើយថ្ងៃមួយគាត់បានរកឃើញសាកសពក្មេងស្រីម្នាក់ដែលកំពុងអណ្ដែតកាប់មុខនៅក្នុងប្រឡាយនោះនាងបានស្លាប់លង់ទឹកហើយគាត់ជឿថាខ្មោចរបស់នាងបានលងបន្លាចនៅកោះនេះលុះក្រោយមកបុរសនោះបានប្រមូលតុក្កតានៅលើកោះនោះហើយព្យួរនៅលើដើមឈើដើម្បីលួងលោមវិញ្ញាណមិនស្ងប់របស់ក្មេងស្រីដែលបានស្លាប់ទៅហើយគាត់គិតថាទង្វើនេះធ្វើឲ្យក្មេងស្រីតូចសប្បាយចិត្តនឹងការពីវិញ្ញាណអាក្រក់ដែលមកយាយីនឹងក្មេងស្រីនោះយូរទៅក៏គាត់ជឿថាតុក្កតាទាំងនោះត្រូវបានវិញ្ញាណរបស់មនុស្សស្លាប់ទៅចូលសន្ធិដ្ឋហើយរឿងនេះបានក្លាយទៅជារឿងអាក្រក់មួយថែមមួយកម្រិតទៀតនៅឆ្នាំ2001ពេលដែលលោក Don Julian Santana ត្រូវបានគេរកឃើញថាគាត់បានស្លាប់ក្រោមកលៈទេសៈដ៏អាថ៌កំបាំងហើយគាត់បានលង់ទឹកនៅក្នុងប្រឡាយត្រង់កន្លែងដដែលដែលគាត់បានរកឃើញក្មេងស្រីតូចដែលស្លាប់កាលពីប៉ុន្មានឆ្នាំមុនមនុស្សមួយចំនួននិយាយថាបុរសចំណាស់រូបនេះត្រូវបានតុក្កតារបស់គាត់សម្លាប់ហើយសពថ្ងៃនេះកោះតុក្កតាគឺជាគោលដៅទេសចរមនុស្សមកពីទូទាំងពិភពលោកដើម្បីមកមើលការតុបតែងដែលគួរឲ្យខ្លាចនិងប្លែកៗនៅទីនេះជាចុងក្រោយសាច់រឿងកោះតុក្កតាក៏បានបញ្ចប់សូមអរគុណនិងគោរពលា